ប្រវត្តិរបស់លោកម៉ងដាលសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំបានលើកយកប្រវត្តិរបស់លោកម៉ងដាលមកអានឲ្យពុកម៉ែបងប្អូនស្ដាប់ដូចតទៅលោកម៉ងដាលជាជីវវិទូម្នាក់ដែលបានធ្វើការបង្កាត់សណ្ដែកពណ៌និងបានចងក្រងស្នាដៃរបស់លោកទុកជាឯកសារសម្រាប់ការសិក្សាលោកម៉ងដាលកើតនៅឆ្នាំ1822ក្នុងប្រទេសឆេកូស្លូវ៉ាគីដែលមានឪពុកម្ដាយជាកសិករដែលធ្វើឲ្យលោកយល់ដឹងផ្នែកបច្ចេកទេសកសិកម្មបានយ៉ាងច្បាស់លោកបានសិក្សាផ្នែកគណិតវិទ្យានិងវិទ្យាសាស្ត្រនៅទីក្រុងវីយ៉េនរួចលោកបានចូលបួសជាបព្វជិតម៉ងដាលបានធ្វើការបង្កាត់សណ្ដែកពណ៌ក្នុងសួនដែលមានបណ្ដោយ37ម៉ែត្រនិងទទឹង7ម៉ែត្រក្នុងទីវត្តរបស់គាត់បន្ទាប់ពីធ្វើការពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំម៉ងដាលបានបោះពុម្ពផ្សាយលទ្ធផលនៃការបង្កាត់របស់គាត់ក្នុងសៀវភៅ44ទំព័រប៉ុន្តែនៅពេលនោះពុំមានអ្នកយកចិត្តទុកដាក់ចំពោះរបបគំហើញរបស់គាត់ឡើយរហូតដល់ឆ្នាំ1884លោកម៉ងដាលក៏បានទទួលអនិច្ចកម្មទៅមកដល់ឆ្នាំ1900មានជីវវិទូចំនួន3រូបដែលបានសិក្សាពីការបង្កាត់ហើយក៏បានទទួលស្គាល់សារៈសំខាន់នៃស្នាដៃរបស់គាត់ហើយស្នាដៃរបស់គាត់ត្រូវបានបោះពុម្ពផ្សាយសារជាថ្មីនិងដាក់បញ្ចូលជាមេរៀនក្នុងសៀវភៅសិក្សាគោលសម្រាប់សិក្សាទូទាំងពិភពលោកមកដល់បច្ចុប្បន្នដែលមានអាយុកាលជាង100ឆ្នាំមកហើយដូចនេះមុននឹងក្លាយទៅជាអ្នកវិទ្យាសាស្ត្រមនុស្សត្រូវការខិតខំសិក្សាស្រាវជ្រាវប្រឹងប្រែងព្យាយាមអត់ធ្មត់គ្រប់បែបយ៉ាងជាងនេះទៅទៀតគឺត្រូវដាក់គោលដៅឲ្យច្បាស់លាស់និងតាំងចិត្តធ្វើវាមួយជំហានយ៉ាងមុតមាំបំផុតម្យ៉ាងទៀតយើងត្រូវហ៊ានលះបង់ពេលវេលាកម្លាំងកាយកម្លាំងចិត្តប្រាក់កាសពេលខ្លះអាចទាំងអាយុជីវិតទៀតផងឥឡូវសូមបង្វែរអារម្មណ៍មិត្តអ្នកស្ដាប់ទាំងអស់មកស្ដាប់ពីប្រវត្តិរបស់លោកម៉ងដាលបន្តទៅទៀតគេមានសំណួរមួយបានចាប់សួរថាហេតុអ្វីបានជាលោកម៉ងដាលជ្រើសរើសយកសណ្ដែកពណ៌មកធ្វើការបង្កាត់ដោយយោងតាមសៀវភៅសិក្សាគោលជីវវិទ្យាថ្នាក់ទី11បានលើកឡើងថាព្រោះសណ្ដែកពណ៌មានលក្ខណៈពិសេស3យ៉ាងគឺទី1ព្រោះសណ្ដែកពណ៌ជារុក្ខជាតិបន្តពូជដោយភេទហើយកាម៉ែតញីឈ្មោលរបស់វាស្ថិតនៅលើផ្កាតែមួយជាងនេះទៅទៀតផ្ការបស់វាមានស្រទាប់ស្នូកព័ទ្ធជុំវិញកេសរញីនិងកេសរឈ្មោលដែលធ្វើឲ្យវាមានតែស្វ័យបង្កកំណើតទី2លក្ខណៈរបស់វាមានរូបរាងពីរផ្ទុយគ្នាងាយសម្គាល់ឧទាហរណ៍ដើមមានដើមខ្ពស់ដើមទាបផ្កាមានផ្កាពណ៌ស្វាយផ្កាពណ៌សផ្លែមានផ្លែពេញនិងផ្លែជ្រូញ3សណ្ដែកពណ៌ជារុក្ខជាតិតូចងាយលូតលាស់ឆាប់ផ្លែផ្កានិងផលិតគ្រាប់បានច្រើនសូមអរគុណសម្រាប់ការស្ដាប់វីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ជួបជាមួយនាងខ្ញុំនៅវីដេអូអប់រំក្រោយៗជាច្រើនទៀត